ស្រមៃថាការបោះធំពីរបីដុំចូលទៅក្នុងសមុទ្រដើម្បីបង្កើតផ្លាសាមកទឹកដកចាវាជាការវាយប្រហារដែលតាក់ទាញភ្ញៀវទេសចរប៉ុន្តែឆាប់នេះអ្នកសម្គាល់ឃើញបញ្ហាមនុស្សនៅខាងក្រោយមើលមិនឃើញពីក្បាលនៅខាងមុខទេក្នុងនាមជាអ្នកឆ្លាតអ្នកសម្រេចចិត្តលើកកណ្ដាលនៃផ្លាសាបង្កើតវេទិកាខ្ពស់ជាងជាមួយនឹងជំហានឥឡូវនេះអ្នកគ្រប់គ្នានៅខាងក្រោយទទួលបានទស្សនវិជ្ជាច្បាស់នៃសមុទ្រភ្លឺលើពីនេះអ្នកប្រើភាពខុសគ្នាកម្ពស់ដើម្បីបង្កើតវេទិការ៉ាប់ស្មើភ្ជាប់ដោយជំហានទាំងសងខាងផ្ដល់កន្លែងកាន់តែច្រើនដើម្បីត្រាំក្នុងខ្យល់សមុទ្រដើម្បីធ្វើឲ្យផ្លាសាច្រើនជាងគ្រាន់តែជាកន្លែងមើលអ្នកទទួលបានភាពច្នៃប្រឌិតហើយឆ្លាក់កន្លែងលើកទីនៅខាងស្ដាំពេលដងរបស់វានៅខាងក្នុងអ្នកបន្ថែមកន្លែងអង្គុយនិងដំណាក់កាលដំបូលប្រក់ដំបូលដើម្បីបង្កើតរោងកុនដ៏អស្ចារ្យពីរប៉ុន្តែដំបូលទាំងនោះមានលក្ខណៈឡយបន្តិចនោះហើយជាពេលដែលភាពវៃឆ្លាតរបស់អ្នកភ្លឺអ្នកថតរូបពណ៌ទឹកក្រូចកាត់ហើយឈរត្រង់ផ្នែកចំនួន3បែរមុខទៅក្រោយ1បែរខ្នងវាជាការរចនាដែលរំលេចកប៉ាល់ចាប់ខ្យល់និងបន្តខ្សែកង់នៃសម្បកសមុទ្រជ្រៅពួកអត់ញាប់ឲ្យមែនទេទោះបីជាមានការកាត់ក៏ដោយកម្មករត្រូវជាប់ទាំងដោយខ្សែកង់ស្មុគស្មាញគ្មានបញ្ហាសម្រាប់អ្នកទេអ្នកឆ្លាតកាត់ក្រូច4ផ្នែកជាពាក់កណ្ដាលហើយបញ្ចាំងវាទៅលើស្វែដែលមានកម្ម75ម៉ែត្រចលនាដ៏អស្ចារ្យនេះមានន័យថាផ្ទៃកង់ទាំងអស់ចែករំលែកកម្មដូចគ្នាធ្វើឲ្យរចនាសម្ព័ន្ធងាយស្រួលសាងសង់អ្នកប្រមូលផ្ដុំគ្រោងឆ្អឹងជំនីទាំងអស់ដែលមានកម្មដូចគ្នានោះហើយគ្រប់វាជាមួយបន្ទះបេតុងឯកសណ្ឋានដូចគ្នានេះដែលអ្នកបានបង្កើតដំបូលរៀងដូចសម្បកដើម្បីបញ្ចប់វាទាំងអស់អ្នកអាចប្រើវិធីសាស្ត្រដូចគ្នានេះបន្ថែមពុទ្ធនិយាយថានៅខាងនោះពង្គត់ការផ្ដល់ជូនរបស់ផ្លាសាជាមួយនឹងកន្លែងមួយបរិភោគអាហារនៅមាត់សមុទ្រហើយនៅទីនោះអ្នកមានវាសូមអបអរសាទរអ្នកទើបតែបានរចនាទីក្រុងស៊ីដនីទាំងល្ខំអូខេដែរ